ជឿអត់យន្តហោះតម្លៃ$2000 លាននេះអាចក្លាយជាផ្ទាំងស៊ីបដ៏ធំឲ្យសត្រូវបាញ់លេងយ៉ាងងាយត្រឹមមួយប្រព្រឹត្តភ្នែកបើហ៊ានតែខុសបច្ចេកទេសបន្តិចតោះទៅមើលពិភពសម្ងាត់របស់ស្ដេចមេឃ B2 Spirit ទាំងអស់គ្នាអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា B2 Spirit គឺជាស្ដេចមេឃដែលរ៉ាដាមើលមិនឃើញប៉ុន្តែភាពខ្លាំងមិនមែនបានដោយមកងាយទេមុននឹងវាហោះចេញទៅរកគ្រាប់បែក J-Dam ទាំងអស់ត្រូវរៀបចំក្នុងម៉ាស៊ីនត្រជាក់20អង្សាសេយ៉ាងម៉ត់ចត់បំផុតហេតុអីត្រូវធ្វើអញ្ចឹងក៏ព្រោះតែគ្រឿងអេឡិចត្រូនិកនាំផ្លូវរបស់វាមិនអាចត្រូវដីហុយឬសំណើមបានទេបើមិនអញ្ចឹងទេវានឹងក្លាយជាគ្រាប់បែកខ្វាក់ធ្លាក់ខុសគោលដៅរាប់សិបម៉ែត្រមិនខានតែអ្វីដែលសំខាន់បំផុតគឺស្បែករបស់វាស្បែកយន្តហោះនេះមិនមែនលាបថ្នាំធម្មតាទេតែវាស្រោបដោយសារធាតុពិសេសសម្រាប់បំបាំងកាយពីរ៉ាដាសារធាតុនេះខ្សោយណាស់សូម្បីតែមេឃភ្លៀងខ្លាំងក៏អាចធ្វើឲ្យឆ្កូតបានដែរហើយអ្នកដឹងទេស្នាមឆ្កូតតូចប៉ុនកាត ATM ក៏អាចធ្វើឲ្យសត្រូវមើលឃើញវានៅលើអេក្រង់រ៉ាដាច្បាស់ក្រឡែតដែរដូច្នេះហើយក្រុមជាងត្រួតពិនិត្យគ្រប់មីលីម៉ែត្រគឺត្រូវខាត់ផងប៉ះផងដើម្បីធ្វើយ៉ាងណាឲ្យផ្ទៃយន្តហោះរលោងស្អាតឥតខ្ចោះនិយាយឲ្យចំទៅការថែទាំយន្តហោះ B2 មិនមែនគ្រាន់តែជាការជួសជុលម៉ាស៊ីនធម្មតានោះទេប៉ុន្តែវាគឺជាការផ្ចិតផ្ចង់រៀបចំយ៉ាងម៉ត់ចត់បំផុតដើម្បីឲ្យយន្តហោះនេះអាចហោះហើរបានដោយឥតខ្ចោះនៅលើមេឃសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនាំអ្នកទៅជួបជាមួយអាវុធដ៏មានឥទ្ធិពលបំផុតរបស់អាមេរិកគឺយន្តហោះទម្លាក់គ្រាប់បែក B2 Spirit វាមានតម្លៃទៅដល់$2000 លានក្នុងមួយគ្រឿងប៉ុន្តែមុននឹងអាចហោះទៅទម្លាក់គ្រាប់បែកនៅគ្រប់ទីកន្លែងនៅលើពិភពលោកបានវាត្រូវឆ្លងកាត់ការរៀបចំដ៏តឹងរ៉ឹងបំផុតបើខុសតែមួយជំហានវានឹងក្លាយជាព្រួញដោតដីដ៏ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រដំបូងគេគឺការរៀបចំគ្រាប់បែកនៅក្នុងបន្ទប់ពិសេសដែលគ្រប់គ្រងសីតុណ្ហភាព68ដឺក្រេ Fahrenheit ក្រុមទាហានអាកាសត្រូវដំឡើងប្រព័ន្ធនាំ GPS ទៅលើគ្រាប់បែកពួកគេប្រើឧបករណ៍វាស់កម្រិតច្បាស់លាស់បំផុតសូម្បីតែរំញ័រតូចជាងសរសៃសក់ក៏គេដឹងដែរការមូលខ្ចៅត្រូវតែត្រឹមត្រូវបើមូលធូរពេកវានឹងរលុងពេលហោះបើមូលតឹងពេកវានឹងប្រេះសម្បកបន្ទាប់មកគឺរឿងស្បែកយន្តហោះ B2 មិនមែនបាញ់ថ្នាំលាបដូចឡានយើងទេវាត្រូវបានស្រោបដោយសារធាតុម្យ៉ាងមានគ្រាប់ដែកតូចសម្រាប់ស្រូបរលករ៉ាដាសារធាតុនេះខ្សោយណាស់សូម្បីតែភ្លៀងខ្លាំងឬសត្វហើរមកបុកក៏អាចធ្វើឲ្យវាខូចដែរក្រុមបច្ចេកទេសត្រូវយកឧបករណ៍មកខាត់ឬប៉ះស្បែកយន្តហោះឲ្យរលោងស្មើគ្នាបំផុតបើមានស្នាមជ្រួញបន្តិចវានឹងជះរលករ៉ាដាឲ្យសត្រូវដឹងភ្លាមនៅពេលយន្តហោះរៀបចំរួចរាល់ការចាក់សាំងក៏ជារឿងគ្រោះថ្នាក់ដែរគេប្រើបច្ចេកទេស Hot Pit Refueling គឺចាក់សាំងទាំងម៉ាស៊ីនកំពុងឆេះក្រុមការងារត្រូវស្លៀកពាក់ឈុតពណ៌ប្រាក់ដោយអវកាសយានិកដើម្បីការពារកម្ដៅនិងការពារកុំឲ្យមានផ្កាភ្លើងសូម្បីតែបន្តិចព្រោះវាអាចផ្ទុះខ្លាំងមើលមិនឃើញពីលើកន្លងតារាវិថីមកវិញពេលហោះហើរលើមេឃយន្តហោះនេះគ្មានកន្ទុយសម្រាប់ទប់លំនឹងទេគឺវាប្រើកុំព្យូទ័របញ្ជា 100% កុំព្យូទ័រត្រូវកែសម្រួលចលនា 1000 ដងក្នុង1វិនាទីដើម្បីឲ្យយន្តហោះហោះបានត្រង់ដល់ពេលទម្លាក់គ្រាប់ទ្វារយន្តហោះនឹងបើកតែប៉ុន្មានវិនាទីប៉ុណ្ណោះរួចគ្រាប់បែកនឹងធ្លាក់ទៅរកគោលដៅដោយស្វ័យប្រវត្តិជាមួយភាពសុក្រឹតបំផុតសូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ